ឲ្យបងស្រីយកម៉ូតូរបស់គាត់ Bit 019 ហ្នឹងមកដូរយក Bit 026 បាទក្រោយពីទឹកភ្នែកហូរសស្រាក់ឥឡូវនេះខ្ញុំចេញវិញអូនណាហើយយកអាម៉ូតូចាស់ហ្នឹងមកដូរយកម៉ូតូថ្មីទៀតបាទ Bit 019 បងសុវិចិត្រគាត់ដូរឲ្យយក026បាទសម្រាប់អូនបន្តគឺមានអារម្មណ៍យ៉ាងណាមានអារម្មណ៍ថាសប្បាយចិត្តបងហើយក៏អរគុណគាត់ដែលបានដូរម៉ូតូឲ្យខ្ញុំមានអីអរគុណទៅដល់កម្លាំងសមត្ថកិច្ចអរគុណពួកគាត់ធ្វើការខ្ញុំលឿនចឹងបងហៅម៉ូតូឃើញរបស់ដែលខ្ញុំជួយនេះចង់បាន like share ចង់បានអីទេតែគាត់ខ្ញុំជួយចេញពីចិត្តរបស់ខ្ញុំបើសិនជាខ្ញុំជួយគាត់ហើយអត់ធ្វើវីដេអូផុសអញ្ចឹងមានន័យថាយើងជួយស្ងាត់ស្ងាត់វាអត់ដឹងបងប្អូនមហាជនអត់ដឹងថាយើងបានជួយដដែលបាទអញ្ចឹងខ្ញុំឃើញបងប្រុសបាទទាំងយប់ទាំងថ្ងៃគឺគាត់ទៅសាកស្រាមជួយគាត់ជួយសង្គមជាតិច្រើនណាបងប្រុសទេប៉ុនគឺឃើញអាសារព័ត៌មានខាងគាត់ហ្នឹងគឺថាផ្ទុះខ្លាំងដូរម៉ូតូឲ្យគាត់ប៉ុន្តែមានបងប្អូនខ្លះគាត់ខមមិនមកគាត់ថាអញ្ចឹងគាត់ថាបើជ្រុលឲ្យជួយហើយជួយទាំងអស់ហ្មងទៅហើយបើសិនជាជួយហើយមិនបាច់ជួយម៉ូតូអីឲ្យទុកម៉ូតូហ្នឹងឲ្យគាត់ជិះជួយជាថវិកាអាហ្នឹងមួយបែបតែដែលខ្ញុំគិតខ្ញុំថាឲ្យគាត់ជិះអាថ្មីមួយឲ្យដឹងថារបស់ទ្រព្យរបស់គាត់លៀបរបស់គាត់មានន័យថាគាត់យកអាថ្មីនេះយកទៅចូលរត់តែហេងលើនឹងទៀតខ្ញុំខ្ញុំមើលឃើញវីដេអូហ្នឹងភ្លាមខ្ញុំក៏មានចំណាប់អារម្មណ៍មួយជាមួយនឹងក្រុមការងាររបស់ខ្ញុំយប់មិញហ្នឹងគឺខ្ញុំបានចេញវីដេអូមកខ្ញុំឃើញគាត់អាណិតឃើញគាត់យំទៅស្រោកស្រាក់អាណិតគាត់អត់មានរបស់ហើយធម្មតាគាត់ធ្វើការមួយខែបាន100កៅនេះមិនសង្ឃឹមថាគាត់ចាយរួចទេមួយខែបើសិនជាយើងអ្នកចាយមកល្មមអត់គ្រាន់ទេប្រាក់ខែ100កៅចោលយកម៉ូតូបាត់នៅពេលហ្នឹងគឺអារម្មណ៍យើងយ៉ាងម៉េចដែរបាទអ្វីដែលត្រូវតាក់ទងមកបងទៅនៅពេលហ្នឹងឯងចាបានទៅហេតុអីបានតាក់ទងមកបងពេលហ្នឹងព្រោះឃើញពេលបងឡាយទៅកងកម្លាំងគាត់ធ្វើការលឿនអញ្ចឹងបងបាទឥឡូវនេះក៏មានបងប្រុសម្នាក់គាត់ផ្ញើថវិកាតាមបងហ្នឹងក៏$100មកតាមបងដែរទីទៀតបងបាញ់ជូនអូនគាត់បងឈ្មោះណាសែមរតនៈចាអញ្ចឹងខ្ញុំក៏អរគុណគាត់ដែរបងចង់ផ្ដល់ការងារឲ្យទៀតណាបងណាខ្ញុំចង់ផ្ដល់ការងារឲ្យគាត់ទៀតឲ្យគាត់បានប្រាក់ខែច្រើនលើសហ្នឹងខ្ញុំនឹងអាចឲ្យគាត់ប្រាក់ខែឡើងមួយខែឡើងរហូតដល់$500ទៅ$600ទៅ$700ក្នុងមួយខែពេលទៅដល់ផ្ទះម៉ាក់ស្ដីឲ្យថាយ៉ាងម៉េចខ្លះម៉ាក់មើលព័ត៌មានហើយគាត់ថាអាណិតខ្ញុំវិញអាណិតវិញណាមិនបានស្ដីទេដំបងស្ដីថាឲ្យថាអត់ចេះប្រយ័ត្នអត់ចេះអីដល់ពេលឃើញគាត់ឃើញវីដេអូហើយគាត់ថាគាត់អត់និយាយអីខ្ញុំសឹងអាស្នើឲ្យទៅបងខាងសមត្ថកិច្ចយើងដាក់ខ្ញុំគួរឲ្យដាក់ពង្រឹងទៅលើចោលទាំងអស់ពេលដែលលួចខ្ញុំឲ្យកាត់ដៃចោលមកឲ្យដឹងថាចោលមកកុំឲ្យលើក្រោយលួចបានទៀតធម្មតាដាក់ចូលគុកដល់ពេលយូរបានចេញទៅវិញមកធ្វើចោលទៀតបាទអញ្ចឹងខ្ញុំចង់ឲ្យស្នើឲ្យបាទកម្លាំងសមត្ថកិច្ចយើងណាខ្ញុំចង់ឲ្យចោលពេលដែលលួចគេកាប់ដៃចោលមិនបាច់ដាក់គុកទេដាក់គុកនៅមហានបាយហ្នឹងក្រោយពីយំឥឡូវមើលសុំឲ្យញឹមមួយឲ្យស្អាតជូនទៅកាន់បងប្អូនមហាជនយើងមើលញឹមរហូតញឹមទេបាទខ្ញុំចេញបងប្អូនបាទព្រឹកនេះខ្ញុំបាននាំបងអូនស្រីដែលត្រូវបានជនសង្ស័យបានធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់យកនៅក្នុងសង្កាត់ទឹកល្អក់ទី3ខណ្ឌទួលគោកបាទហើយឥឡូវនេះគឺកម្លាំងសមត្ថកិច្ចក៏បានធ្វើការខត់ខ្លួនជនសង្ស័យក៏បានបាទយកម៉ូតូរបស់បងអូនស្រីក៏បានត្រឡប់មកវិញដែរបាទអញ្ចឹងម៉ូតូរបស់គាត់ហ្នឹងគឺ Bit 019បាទអញ្ចឹងក្រោយពីខ្ញុំបានធ្វើការផ្សព្វផ្សាយទៅក៏ដឹងទៅដល់បងសុវិចិត្របាទគាត់ដែលជាអ្នកលក់ម៉ូតូស៊េរីទំនើបបានតាមផ្លូវជាតិលេខ4នៅក្នុងសង្កាត់ចំចៅទី3នេះប្រិមិត្តបាទហើយគាត់ឃើញបងអូនស្រីដោយក្តីអាណិតបាទឃើញគាត់បាទយំផងអីផងដោយទៅខ្ចីលុយមិត្តភ័ក្តិរបស់ខ្លួនហ្នឹងត្រូវបានជនសង្ស័យហ្នឹងលួចម៉ូតូបាទឥឡូវនេះគឺគាត់ក៏បានធ្វើការឲ្យបងអូនស្រីយកម៉ូតូរបស់គាត់ Bit 019ហ្នឹងមកដូរយក Bit 026បាទប្រិមិត្តទូទៅសិជនបាទឥឡូវយើងទៅធ្វើការសាកសួរបងប្រុសបន្តិចទៅសួរបងបើទៅបងដឹងព័ត៌មានតាមរយៈណាដែរបងដែលដឹងថាបងអូនស្រីត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់ខ្ញុំឃើញបងប្រុសទេប៉ុនគឺគាត់បានផុសវីដេអូនឹងច្រើនដែរហើយក៏ឃើញក្រុមការងារក៏ដាក់ចូលក្នុងក្រុមគាត់ share ដាក់ចូលក្នុងក្រុមក៏ខ្ញុំចូលមើលគាត់ថាចេះអានេះគាត់និយាយលេងមួយពួកខ្ញុំឯណាគាត់ថាបងប្អូនណាមានចិត្តជួយគាត់ផងបាទហើយខ្ញុំគ្រាន់តែអង្គុយទៅខ្ញុំមើលឃើញវីដេអូហ្នឹងភ្លាមខ្ញុំក៏មានចំណាប់អារម្មណ៍មួយជាមួយនឹងក្រុមការងាររបស់ខ្ញុំយប់មិញហ្នឹងគឺខ្ញុំបានចេញវីដេអូមកបាទបងបាទអ្វីដែលជាក្តីអាណិតចំពោះបងអូនស្រីបងខ្ញុំឃើញគាត់អាណិតឃើញគាត់យំទៅស្រោកស្រាក់អាណិតគាត់អត់មានរបស់ហើយធម្មតាគាត់ធ្វើការមួយខែបាន100កៅនេះមិនសង្ឃឹមថាគាត់ចាយរួចទេមួយខែបើសិនជាយើងអ្នកចាយមកល្មមអត់គ្រាន់ទេប្រាក់ខែ100កៅបាទបងបាទហើយបងប្អូនខ្លះគាត់ថាទៅជួយអីគ្នាចឹងប៉ុន្តែបងអានេះខ្ញុំជួយទឹកចិត្តរបស់ខ្ញុំថាវិការរបស់ខ្ញុំលុយផ្ទាល់ខ្លួនរបស់ខ្ញុំមិនមែនរបស់ដែលខ្ញុំជួយនេះចង់បាន like share ចង់បានអីទេតែគ្រាន់តែខ្ញុំជួយចេញពីចិត្តរបស់ខ្ញុំបើសិនជាខ្ញុំជួយគាត់ហើយអត់ធ្វើវីដេអូផុសអញ្ចឹងមានន័យថាយើងជួយស្ងាត់ស្ងាត់វាអត់ដឹងបងប្អូនមហាជនអត់ដឹងថាយើងបានជួយដដែលបាទអញ្ចឹងខ្ញុំឃើញបងប្រុសបាទទាំងយប់ទាំងថ្ងៃគឺគាត់ទៅសាកស្រាមជួយបាទគាត់ជួយសង្គមជាតិច្រើនណាបងប្រុសទេប៉ុនគឺឃើញអាសារព័ត៌មានខាងគាត់ហ្នឹងគឺថាផ្ទុះខ្លាំងបាទផ្ទុះខ្លាំងមិនថាសំបីតែខ្ញុំវិញខ្ញុំឆាតទៅបងប្រុសថាស្មើនឹងហើយឥឡូវទល់ភ្លឺយប់ទល់ភ្លឺអត់ទាន់បានសម្រាប់ទៀតបាទបងបាទមកគាត់ជួយសង្គមបាទហើយក៏បានមានកងបងខាងកម្លាំងសមត្ថកិច្ចរបស់យើងហ្នឹងគឺ20គេហៅថារាជធានីភ្នំពេញបាទបានខលមកបងរហូតដែរសួរនាំពីបញ្ហាមួយអញ្ចឹងណាបងព្រោះធម្មតាពេលដែលមានករណីអីមួយដែល
ប្របាក់ខ្លាំងគឺបងតែងតែចោះជួយរហូត បាទបាទ អញ្ចឹងក៏ខ្ញុំសម្រេចចិត្តដូរម៉ូតូឲ្យគាត់ប៉ុន្តែមានបងប្អូនខ្លះគាត់ខមមិនមកគាត់ថាអញ្ចឹងគាត់ថាបើជ្រុលឲ្យជួយឲ្យជួយទាំងអស់មកទៅហើយបើសិនតែជួយឲ្យមិនបាច់ជួយម៉ូតូអីឲ្យទុកម៉ូតូនឹងឲ្យគាត់ជិះជួយជាថវិកាអាហ្នឹងមួយបែបតែដែលខ្ញុំគិតខ្ញុំថាឲ្យគាត់ជិះអាថ្មីមួយឲ្យដឹងថារបស់ទ្រព្យរបស់គាត់លៀបរបស់គាត់មានន័យថាគាត់យកអាថ្មីនេះយកទៅចូលរត់តែហេងលើហ្នឹងទៀតហ្នឹងហើយគាត់ពងអត់លុយធម្មតាគាត់ខ្វះខាតគាត់ទៅខ្ចីលុយមកប្រាក់ហើយស្រាប់តែទុកម៉ូតូអាលបងចោលហ្នឹងអត់មានគិតថាអត់ឬមានទេឲ្យតែឃើញហ្នឹងឲ្យលួចតែហ្មង បាទ លួចឥឡូវឃើញថាចោលឥឡូវឃើញលឿនហើយយកមិញមុននឹងខ្ញុំបានមើលហ្នឹងគឺខ្ញុំមើលបងស្រីម្នាក់ឃើញចោលគាត់ឆក់ទូរស័ព្ទគ្នាចេញពីបរិញ្ញាគ្រូបរិញ្ញាចេញពីបរិញ្ញាឆក់ឡើងដួលហិតចំហមអស់មុខអស់មាត់លេងយកមិញហ្នឹងហើយក៏បានតាក់ទងទៅលេខសាច់ញាតិគាត់បានឲ្យគាត់មកយក បាទបងបាទ ក៏ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបាទទូទាំងប្រទេសជាណាចក្រកម្ពុជាខ្ញុំសូមសំណូមពររបស់ទ្រព្យទុកដាក់ឲ្យមានគេហៅថាទុកដាក់ឲ្យមានកន្លែងមានសុវត្ថិភាពយើងត្រូវតែប្រយ័ត្នឲ្យមែនតែនព្រោះគាត់ថាពួកចៅវាលួចវាមុននឹងលួចវាសាតាមយើងមកហើយវាតាមយើងពីនេះពីនោះមកហើយព្រោះគាត់ថាធម្មតាដូចបាត់យើងបាត់របស់បងអ្វីមួយគេសាតាមដានយើងមិនមែនគាត់ថាឥឡូវឃើញសក់តែឆក់យកទេគេសាតាមយើងជីតាមយើងថាយើងត្រូវធ្វើម៉េចអីម៉េចហើយអង្គើមនុស្សធម៌នេះខ្ញុំតែងតែជួយរហូតជាហោហែដែរតាំងពីខ្ញុំតាមជួយមួយរយៈនេះដែរទេបងមួយរយៈដែលពេលយើងមានសង្គ្រាមណាបាទខ្ញុំចោះទៅជួយបាទយកថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំទៅជួយជនភៀសសឹកនៅខាងខេត្តឧត្តរមានជ័យ បាទប្រិមត្តទូទស្សនិកជនហើយក្រោយពីទឹកភ្នែកហូរសស្រាក់ឥឡូវនេះញញឹមចេញវិញហើយបាទញញឹមចេញវិញអូនណាបាទហើយឥឡូវនេះគឺមានអារម្មណ៍យ៉ាងណាដែរក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការខត់ខ្លួនបានជនសង្ស័យក៏បានហើយម៉ូតូក៏បានត្រឡប់យកមកវិញហើយឥឡូវនេះបានយកអាម៉ូតូចាស់ហ្នឹងមកដូរយកម៉ូតូថ្មីទៀតបាទ Bit 019បងសុវិចិត្រក៏ដូរឲ្យយក026បាទសម្រាប់អូនបន្តគឺមានអារម្មណ៍យ៉ាងណាមានអារម្មណ៍ថាសប្បាយចិត្តបងហើយក៏អរគុណគាត់ដែលបានដូរម៉ូតូឲ្យខ្ញុំហើយបាទហើយមានអីអរគុណទៅដល់កម្លាំងសមត្ថកិច្ចអរគុណពួកគាត់ធ្វើការឲ្យខ្ញុំលឿនចឹងបងហៅម៉ូតូឃើញបាទឥឡូវមកជួយបញ្ជាក់រៀបរាប់ពីដើមហេតុដំបូងដែលយើងទៅផ្ទះពួកម៉ាក់ហ្នឹងយើងទៅធ្វើអីគេខ្ញុំទៅជុំគ្នាញ៉ាំអីជុំគ្នាចឹងហ៎បងហើយទៅជួបគ្នាហ្នឹងឯងខ្ចីលុយហើយចឹងទៅគាត់ធ្វើអីខ្ញុំញ៉ាំ$100ណាចា100បាទហើយយើងខ្ចីលុយគាត់ធ្វើអីគេនៅពេលហ្នឹងយកទៅមានការដូចយើងខ្វះខាតចឹងថាដាច់ខែសងគាត់វិញចឹងហ៎បងយកទៅបងផ្ទះបាទបាយជាទៅដល់មិនតាន់បានខ្ចីលុយពួកម៉ាក់មិនតាន់បានហងចោលលុយយកម៉ូតូបាត់បាទសម្រាប់អូនតលនៅពេលដែលចោលយកម៉ូតូបាត់នៅពេលហ្នឹងគឺអារម្មណ៍យើងយ៉ាងម៉េចដែរខ្ញុំអត់ចាញ់អត់តាន់ចាញ់បងខ្ញុំអត់តាន់ចាញ់ទេលេខបងបាទអ្វីដែលត្រូវតាក់ទងមកបងទៅនៅពេលហ្នឹងឯងចាបាទបានទៅហេតុអីបានតាក់ទងមកបងពេលហ្នឹងព្រោះឃើញពេលបងឡាយទៅកងកម្លាំងគាត់ធ្វើការលឿនចឹងហ៎បងបាទឥឡូវនេះក្រោយពីយើងផ្សព្វផ្សាយទៅហើយឥឡូវជនសង្ស័យគាត់មកគេចាប់បានឥឡូវម៉ូតូបានទៅវិញទៀតឥឡូវបានម៉ូតូថ្មីនេះទៀតទេបាទឥឡូវគឺយើងមានអារម្មណ៍យ៉ាងម៉េចដែររំភើបសប្បាយរីករាយយ៉ាងម៉េចដែរសប្បាយចិត្តបងអត់ដឹងនិយាយឃើញសប្បាយចិត្តហ្មងណាបាទហើយឥឡូវនេះក៏មានបងប្រុសម្នាក់គាត់ផ្ញើថវិកាតាមបងហ្នឹងក៏$100មកតាមបងដែរទីទៀតបងបាញ់ជួយអូនគាត់បងឈ្មោះណែអាសែមរតនៈចាអញ្ចឹងខ្ញុំក៏អរគុណគាត់ដែរបងបាទហើយមានពុកម៉ែអីគាត់បានសួរនាំក៏លើកយកការលើកទឹកចិត្តអីច្រើននេះបងស្អាតមកច្រើនណាតែបើអេតមកសិតតែអេតទៅប្រហែលទៀតចាមិនស្គាល់ไปស្រួលណៃខ្ញុំមិនដឹងដែរពួកបងគាត់ស្គាល់ខ្ញុំគាត់មិនសិនទៅឃើញអេតមកច្រើនបាទហើយលោកមិនលឺសូបងវិចិត្រថាបើការងារបើថាចង់ផ្ដល់ការងារឲ្យទៀតណាបងណាខ្ញុំចង់ផ្ដល់ការងារគាត់ទៀតឲ្យគាត់បានប្រាក់ខែច្រើនលើសហ្នឹងបាទខ្ញុំនឹងអាចឲ្យគាត់ប្រាក់ខែឡើងមួយខែឡើងរហូតដល់$500ទៅ$600ទៅ$700ក្នុងមួយខែបាទប៉ុន្តែវាអត់ទៅគាត់សម្រេចចិត្តខ្លួនឯងឲ្យគាត់សម្រេចចិត្តតែគាត់ចង់ធ្វើអត់តែបើសិនជាគាត់មកធ្វើនៅហាងម៉ូតូវាអត់មានអីធ្ងន់ធ្ងរអត់ហត់ដូចរត់តុកកាហ្វេទេធម្មតារត់តុកកាហ្វេបាទប្រាក់ខែគាត់បាន190ហើយចាយវាយហ្នឹងការចាយវាយហ្នឹងគឺបន្ទុកបាយអីហ្នឹងគឺបន្ទុករបស់ថៅកែផ្ទាល់ឬក៏ខ្លួនឯងបាទឥឡូវប្រាក់ខែ190បាយទឹកខ្លួនឯងអញ្ចឹងមួយថ្ងៃបានប្រហែលជា25,000 20000ជាងចុះមួយថ្ងៃបាន20000ជាងទេបាទខ្ញុំធ្វើពីកន្លែងមួយទៀតគាត់ឲ្យបាយទៅងាយពេលព្រឹកអត់ទេឥឡូវអូនចូលកាហ្វេដំបងហ្នឹងពេលព្រឹកអូនចូលស្មើប៉ុន្មានចូលម៉ោង7ចាញ់ម៉ោងប៉ុន្មានម៉ោង2ម៉ោង2ស្រាលហើយមកវេនទៀតម៉ោង3ចេញម៉ោង8ម៉ោង3ម៉ោង8អញ្ចឹងមួយថ្ងៃគាត់ធ្វើការតាំងពីម៉ោង7ដល់ម៉ោង8យប់អញ្ចឹងវា10ម៉ោងជាង11ម៉ោងអត់13ម៉ោងបាទ13ម៉ោងអញ្ចឹងប្រាក់ខែ2ដប់ហ្នឹងបានប៉ុន្មានដែរបាន300ជាងដែរបាទ300ជាងហើយមានពេលឈប់សម្រាកអូនមានបងមួយទឹកឲ្យឈប់មួយថ្ងៃបាទទឹកអូននៅពេលដែលម៉ូតូអូនហើយជនសង្ស័យដែលលួចយកទៅនៅពេលសង្ឃឹមថាម៉ូតូហ្នឹងអាចនឹងបានត្រឡប់មកវិញពេលហ្នឹងអត់តប្រាប់ណាគេថាដឹងទៅបាត់đấyដឹងទៅរនៅណាហងបាទប៉ុន្តែនៅពេលដែលបងផ្សព្វផ្សាយទៅសង្ឃឹមហ្មងអង្គុយចាំហ្មងអង្គុយចាំហ្មងនេះអត់សម្រាប់ទេថ្ងៃហ្នឹងអញ្ចឹងប
បាទហើយពេលទៅដល់ចាំម៉ាក់ស្ដីឲ្យថាយ៉ាងម៉េចខ្លះ ម៉ាក់មើលព័ត៌មានហើយគាត់ថាអាណិតខ្ញុំវិញ អាណិតវិញហ្នឹងមិនបានស្ដីទេ ដំបូងស្ដីថាឲ្យថាអត់ចេះប្រយ័ត្នអត់ចេះអីដល់ពេលឃើញគាត់ឃើញវីដេអូហើយគាត់ថាគាត់អត់និយាយអី អត់និយាយអីទេណាបើបងសួរត្រឡប់មកខាងក្រោយវិញតិចហងៃគឺមានបងប្អូនប្រហែលអ្នក ខ្ញុំមាន4នាក់ហ្មង 4អ្នកបងជាកូនទីប្រហែល ទី2 ទី2បាទហងៃគឺបងជាអ្នករ៉ាប់រងក្រុមគ្រួសារដែរណា ចា បាទ ពួកពីរនាក់នេះទុយទូនបង បងបានទូទេបងគេបង បងគេបងគាត់មានគ្រួសារចា អូអញ្ចឹងបានន័យថាបងគឺជាអ្នករ៉ាប់រងណែក្រុមគ្រួសារបាទអញ្ចឹងហងៃយើងនៅផ្ទះជុំគ្នាជាមួយប៉ាម៉ាក់នៅផ្ទះហ្នឹងណា ចា ផ្ទះយើងអត់មាននៅទេយើងណែជួលផ្ទះគេនៅ ចា អូខេបាទប្រិយមិត្តទស្សនិកជនយើង បាទឥឡូវខ្ញុំសុំសួរតិចម៉ូតូដែលបាត់ហ្នឹងបាត់ថ្ងៃទីប្រហែលដែរ បាត់មកសល់ ថ្ងៃទីផ្សារមិញថ្ងៃទី24 ហើយបាត់ប្រហែលថ្ងៃប្រហែលម៉ោងទើបរកឃើញវិញ ហើយពី10ម៉ោងក៏ឃើញវិញ ពេលបាត់ហ្នឹងខ្ញុំអត់ទាន់ប្រាប់ខាងបងភ្លាមទេដល់ពេលប្រាប់ពួកគាត់ទៅប្រហែលជាម៉ោង4ម៉ោង 4ម៉ោង 4ម៉ោង បើម៉ូតូនឹងបាត់ម៉ោង2បាត់ម៉ោង2ដល់ពេលគាត់តាក់ទងមកខ្ញុំឲ្យផ្សាយហ្នឹងម៉ោងប្រហែលជា4 5ហីភ្លឺហីបាទដល់ពេលហ្នឹងទៅខ្ញុំតាក់ទងមួយសមាជិកឲ្យគាត់ឲ្យនាំគាត់ដាក់ភាពបដិង ហើយបាត់ហ្នឹងបាត់នៅម្ដុំណាវិញបាត់ ទឹកល្អ ទឹកល្អអមទូលកក បាទ ទឹកល្អទូលកកឲ្យទៅរកឃើញនៅណាវិញ នៅណាទួគោកដែរក្នុងដុំខ្នល់ទៀបភ្លើងអ្នកកវ័ន អូវត្តនេះកវ័នអញ្ចឹងមានន័យថាបាត់បងចៅយើងណាពេលដែលអស់លាក់លួចគេវាគ្រាន់ដល់ពេលគេទាន់វាក្រែល បាទ បាទហ្នឹងចង់និយាយថាអំពើគេហៅថាអំពើចៅពេលដែលលួចគេបានអស់អីចាអស់អីចាមានទឹកមុខអញ្ញែមហើយសบายរីករាយប៉ុន្តែដល់ពេលគេទាន់ខ្ញុំសឹងតែស្នើឲ្យទៅបងខាងសមត្ថកិច្ចយើងដាក់ខ្ញុំគួរឲ្យដាក់ពង្រឹងទៅលើចៅទាំងអស់ពេលដែលលួចខ្ញុំឲ្យកាត់ដៃចោលមកឲ្យដឹងថាចោលមកកុំឲ្យលើក្រោយលួចបានទៀត ធ្វើដូចនៅប្រទេសគេដែរ បាទធ្វើដូចប្រទេសគេអត់សូវមានអ្នកហ៊ានទេធម្មតាដាក់ចូលគុកដល់ពេលយូរបានចេញមកវិញមកធ្វើចោលទៀត បាទ អញ្ចឹងខ្ញុំចង់ឲ្យស្នើឲ្យបាទកម្លាំងសមត្ថកិច្ចយើងណាខ្ញុំចង់ឲ្យចោលពេលដែលលួចគេបាទកាប់ដៃចោលមិនបាច់ដាក់គុកទេដាក់គុកនៅមហាន់បាយហ្នឹង បាទ បានបាយទៀតបានគុកទៀត បាទហើយក្រោយពីយំឥឡូវមើលសុំឲ្យញឹមមួយឲ្យស្អាតជូនទៅកាន់បងប្អូនមហាជនយើងមើល ខ្ញុំហូប ញឹមហ្នឹងបាទខ្ញុំចេញបងប្អូនបាទហើយបងប្អូនយើងចេះស្ងល់សួរថាទេប៉ុនមួយយ៉ាងផ្សាយប៉ះតែស្រីស្អាតអីធ្វើម៉េចបើចោលលួចទៅប៉ះចំតែស្រីស្អាតបាទមិនថាស្រីស្អាតមិនថាបងប្អូនយើងមិនទេបងប្អូនបាទគឺតាក់ទងមកគឺខ្ញុំតែងតែជួយផ្សព្វផ្សាយហើយបាទខ្លាចតែខ្ញុំអត់ដឹងបាទទៅខ្ញុំអត់ផ្សាយបើថាខ្ញុំដឹងបើថាបងប្អូនយើងដែលតាក់ទងមកគឺទាំងយប់ទាំងថ្ងៃគឺខ្ញុំតែងតែធ្វើការជួយផ្សព្វផ្សាយបាទខ្លាចតែបងប្អូនយើងខ្លះករណីហ្នឹង 4 5ថ្ងៃគាត់ទៅមកពឹងពាក់យើងឲ្យយើងផ្សាយបាទហ្នឹងវាមិនកើតបាទបើករណីវាកើតឡើងភ្លាមអាបងប្អូនយើងមកពឹងពាក់ឲ្យខ្ញុំផ្សាយខ្ញុំនឹងធ្វើការទៅជួយផ្សាយឲ្យបងប្អូនយើងបាទហើយអញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនស្រីមកទទួលម៉ូតូបាទពីហាងបងស៊ូវិចិត្របាទគឺមិនត្រឹមតែឲ្យម៉ូតូទេចាក់សាំងឲ្យមកពេញហើយបាទមានតាំងដាក់ប្រេងម៉ាស៊ីនឲ្យហើយនេះសម្រាប់នេះជើងនេះទៀតបើយកទៅមកសេតមកស្អាតមកកាផ្លេហ្មងបាទអរគុណមែនទែនដល់បងវិចិត្របាទបាទនេះអានេះសោ Smart Key បាទ Smart Key ពេលដែលយើងយកតេឡេចេញចម្ងាយរយៈពេលថា1ម៉ែត្រអូនយកតេឡេចេញរយៈពេល1ម៉ែត្រគឺអត់អាចយកបានទេព្រោះប្រព័ន្ធ Smart Key អត់ដូចសោទេធម្មតាម៉ូតូប្រើសោពេលដែលយើងចាក់សោកចៅអាចបុកគ្រាប់បានបែកគ្រាប់អាចកាច់កបានតែប្រព័ន្ធ Smart Key ភាគច្រើនខ្ញុំដែលលក់ម៉ូតូគឺខ្ញុំដឹងពីម៉ូតូ បាទ ប្រព័ន្ធ Smart Key មួយចាក់បុកគ្រាប់អត់បែកទេចាក់សោកស្រួលហើយចៅលួចអត់សូវបានទេពេលដែលយើងចាក់ទៅអាចលូតបើយើងអាចការពារបានយើងដាក់អាតេឡេស្រែកក៏បានដែរ បាទបងបាទ តេឡេបងអូន នេះហើយអរគុណមែនទែនទៅដល់បងស៊ូវិចិត្រដែលបានឧបត្ថម្ភម៉ូតូថ្មីជូនទៅកាន់បងអូនស្រីបាទគឺ026បាទគឺយកម៉ូតូចាស់បកត019ដូរមកយក026បាទប្រិមត្តទស្សនិកជនបាទអរគុណមែនទែនបងស៊ូវិចិត្រជូនពរបងឲ្យរកស៊ីទទួលទានមានបាននិងមានអតិថិជនគ្រប់គ្រងកាន់តែច្រើនផងដែរខ្ញុំបាទទេពុន